នៅក្នុងប្រវត្តិសាស្ត្រចិនបានជួបទស្សនវិជ្ជាមួយដែលកម្របានឃើញឲ្យតែមានគ្រោះថ្នាក់ធម្មជាតិវាក៏ខ្លាចទៅជាគ្រោះថ្នាក់មនុស្សលោកដែរសម័យកាលយានច្រើនខេត្តនៅភូមិភាគកណ្ដាលបានជួបនឹងគ្រោះរាំងស្ងួតដែលកម្របានជួបប្រាក់ដែលសេះសល់ក្នុងឃ្លាំងប្រាក់គ្រប់គ្រាន់ចំណាយមួយខែតែប៉ុណ្ណោះទេក្រាបទូលព្រះអង្គនៅពេលខែទៀតគឺជាថ្ងៃបន់កំណើតរបស់ខ្ញុំម្ចាស់បានហើយពេលនេះយើងតែងតាំងឲ្យលោកជាមហាមន្ត្រីទៅទានបងពុនប្រាក់ឲ្យគ្រប់ចំនួនភ្លាមទៅព្រះអង្គពេលនេះប្រជារាស្ត្រជួបនឹងរឿងគ្រោះទុរភិក្សមានការតវ៉ាច្រើនណាស់រៀនណារឿងរស់តវ៉ាបងពុនត្រូវតែបង្ក្រាបចោលស្រុកហ្វុងយ៉ាងទទួលបញ្ជាពីរាជការដោយតទៅដើម្បីអបអរសាទរចម្រើនប្រជជនរបស់ព្រះជាយាត្រូវដកពន្ធសម្រាប់38ឆ្នាំអូលោកម្ចាស់សូមអញ្ជើញអង្គុយបាទហើយមិនគួរសមអីទេលើកទឹកតែភ្លាមមកមើលចាប់ផ្ដើមពីគ្រួសារណាមកចាប់ដើមពីដើមភូមិខាងកើតគ្រួសារទី1ជូអ៊ូស៊ឺអត់មិនต้องមានឈ្មោះចម្លែកយ៉ាងនេះមានអីឆ្ងល់ជូអ៊ូស៊ឺគេខូចណាស់ទាំងអស់មានកូន7ទៅ8មាន1មាន2មាន3មាន4រហូតដល់ទៅមាន8ឯណោះប្រហែលណាឆុង1ឆុង3ឆុង4ឆុង5ឆុង6ឆុង7ឃ្លានអត់បាយស្លាប់ឥឡូវនេះនៅសល់តែឆុងនិងឆុងប៉ាទេជូឆុងប៉ា